ថ្ងៃនេះមកដាំវល្លិបដូរពេជ្រម្ដងបាទដោយសារតែវល្លិបដូរពេជ្រនេះគឺមានសារៈប្រយោជន៍ជាច្រើនសម្រាប់វិស័យកសិកម្មក៏ដូចជាការប្រើប្រាស់នានាបាទអញ្ចឹងវល្លិបដូរពេជ្រយើងអាចយកវាទៅផ្សំជាមួយនឹងរុក្ខជាតិផ្សេងទៀតអាចធ្វើជាថ្នាំបណ្ដេញសត្វល្អិតអាចធ្វើជាថ្នាំសម្រាប់លាយទឹកឲ្យមាន់គោក្របីសត្វយើងផឹកបាទហើយនឹងមានថ្នាំផ្សេងទៀតបាទអញ្ចឹងពីមុនគឺចាស់ក៏ធ្លាប់ដាំតាមរបងដីតាមអីគឺសម្បូរនៅក្នុងភូមិតែឥឡូវនៅក្នុងភូមិខ្ញុំនេះគឺអត់សូវមានទេមានអ្នកដាំតិចតួចតាមរបងគាត់ទៅទុកធ្វើថ្នាំធ្វើអីតិចតួចហ្នឹងអញ្ចឹងដើម្បីកុំឲ្យពេលដែលត្រូវការមករត់ទៅរកក្នុងព្រៃឬក៏រកអ្នកជិតខាងក៏សុំគាត់យកមកដាំបាទអញ្ចឹងដាំងាយទេគ្រាន់តែកាត់យើងអាចកាត់មួយគក់យើងឬក៏1ម៉ែត្រកន្លះម៉ែត្រអីទៅហើយដោតដីទៅបាទហើយអាចមានកន្លែងឲ្យវាតោងជារបងឬក៏បកគោលក្រាក់អីចឹងទៅបាទសម្រាប់ខ្ញុំវិញគឺកាត់ដាក់ក្បែរបកគោលរបងចឹងទៅហើយឲ្យវាតងលួសចឹងទៅបាទអញ្ចឹងដាក់អញ្ចឹងមកបាទវានឹងវាលូតទៅមុខអញ្ចឹងទៅបាទ